ចាំមើលគ្នាស្ទូចត្រីរ៉ោះយកទៅធ្វើសម្លម្ជូរឲ្យម៉ែហូបណាហ្នឹងហើយចាំតែមើលទៅណែប៉ុន្តែព្រឹកមិញគ្នាទៅផ្សារឮថាឯងដើរបុកស្រីវ៉ាន់ផ្អើលផ្សារមែនចុះបើដើរបុកខ្លាំងម្លឹងមិនក៏មិនឆ្លៀតសារភាពឲ្យហើយទៅស្រីស្អាតក្នុងភូមិយើងមានតែស្រីវ៉ាន់ទេដែលសមជាមួយនឹងឯងសមស្អីសមដូចអន្ទះបាញ់ដើមត្នោតមិនមែនម្នាក់នឹងមាត់រស់ជាងម៉ាស៊ីនកិនស្រូវទៅទៀតបើបានជាប្រពន្ធវិញហីប្រហែលជាយើងថ្លង់ងាប់មិនខានទេខណៈនោះដែរស្រីវ៉ាន់និងនាងរំដួលបានដើរកាន់កន្ត្រកបោកខោអាវមកដល់មាត់បឹងក្បែរកន្លែងវិជ្ជការអង្គុយណែនោះមិនមែនវិជ្ជការនៃតោទេអីយីមកធ្វើអីនៅទីនេះចាំមើលបងជួយឌឺដងឲ្យឯងម្ដងណាកុំអីបោះរំដួលកុំតែក្បែរគេពេកអីណានាំតែចង្រៃខ្លួនទេអូយធំក្លិនស្អីគេទៅណក្លិនដូចជាត្រីងាប់អូយបុកនឹងក្លិនភក់អូយព្រះអើយតាមការពិតណាមានមនុស្សមកឈរស្ទូចមកមៀចនៅទីនេះសោះយ៉ាហេបងដួលមាត់បងឯងនេះនៅតែក្អូបដូចដើមណោះមកបោកខោអាវឬក៏មកបោកសណ្ដាប់ធ្នាប់អ្នកភូមិហ្នឹងណែអាតោកុំមាត់ប្រយ័ត្នត្រីវាផ្អើលត្រីវាខ្លាចសម្លេងមនុស្សតែវាខ្លាចបំផុតគឺសម្លេងមនុស្សស្រីមាត់ដាច់នឹងតែម្ដងណែលោកវិជ្ជការបើខ្លាចត្រីវិរុទ្ធណាមិនក៏មិនទៅស្ទូចនៅពាងទឹកផ្ទះលោកឯងទៅបឹងនេះណាជាបឹងសម្រាប់អ្នកទាំងអស់គ្នាអ្នកណាមកក៏បានដែរអូអ្នកនាងតម្រៃទឹកក៏មកដែរមែនទេយ៉ាងម៉េចដែរសម្លៀកបំពាក់ព្រឹកមិញស្ងួតហើយនៅបើមិនទាន់ស្ងួតទេលោតចុះបឹងលៀងឲ្យហើយទៅចាំខ្ញុំជួយស្រង់បលុងហើយលោកឯងនេះឈប់ហៅខ្ញុំថាដំរីទឹកភ្លាមមើលចុះរូបរាងខ្ញុំស្រឡនម្លឹងហៅដំរីទឹកកើតទៀតមែនទេសឡូនស្អីទេអ្នកនាងវ៉ាន់បើអ្នកនាងសឡូនវិជ្ជការនេះប្រហែលជាស្គមដូចជាអំបោះហើយណែនាយតោឯងកុំចង់មកចេះស្រីវ៉ាន់គេស្អាតគេមានអ្នកដណ្ដឹងច្រើនណាស់ណាមិនដូចពួកឯងទេដែលចាំតែទេវតាទម្លាក់ប្រពន្ធឲ្យអ្នកណាទៅដឹងសទ្ធិក្បាលទៅពេកម្នាក់នោះមែនទេប្រយ័ត្នណាស្រីវ៉ាន់ការជាមួយសទ្ធិនឹងយប់ឡើងយកក្បាលប្តីធ្វើជាកញ្ចក់ឆ្លុះមុខមិនខានទេលោកមាត់អាក្រក់ណាស់ទៅឲ្យផុតទៅដោយសារដីក្បែរមាត់បឹងរអិលពេលស្រីវ៉ាន់រុញវិជ្ជការនាងក៏រអិលជើងដួលខ្លួនឯងដែរវិជ្ជការភ័យពេកក៏ស្ទុះទៅចាប់ចង្កេះស្រីវ៉ាន់ជាប់ធ្វើឲ្យអ្នកទាំងពីរដួលទៅលើស្មៅជាមួយគ្នាមុខទល់មុខសម្លឹងគ្នាយ៉ាងយូរអូហូណែចង់អោបខ្ញុំដល់ពេលណាទៀតដឹងតែខ្ញុំសង្ហាតែមិនចាំបាច់ឆ្លៀតឱកាសអោបអញ្ចឹងទេលោកឯងលេងខ្ញុំភ្លាមអ្នកណាជាអ្នកឆ្លៀតឱកាសនោះលោកឯងទេដែលមកចាប់ចង្កេះខ្ញុំតោះវ៉ាន់ទៅវិញនៅទីនេះយូរប្រហែលជាត្រូវអាពីរអ្នកនឹងណាចូលខ្លួនមិនខានទេស្រីវ៉ាន់ចង្កេះអ្នកនាងរៀងរឹងបន្តិចមែនប៉ុន្តែក្លិនសាប៊ូបោកខោអាវអ្នកនាងក៏អូបម្យ៉ាងដែរតើលោកវិជ្ជការចាំមើលចុះថ្ងៃក្រោយកុំឲ្យជួបទៀតណាអើយស្រីវ៉ាន់និងនាងរំដួលដើរចេញទៅទាំងអៀនផងខឹងផងចំណែកវិជ្ជការអង្គុយចុះវិញតែដៃនៅស្ទាបចង្កេះខ្លួនឯងរួចលួចញញឹមតែម្នាក់ឯងណែវិជ្ជការឯងញញឹមស្អីត្រីស៊ីសន្ទូចឯនោះត្រីស៊ីមែនតែតើអើយបេះដូងគ្នាដូចជាមានត្រីរ៉ោះមកលោតពេញនឹងយ៉ាងម៉េចមិនដឹងទេវ៉ៃនៅមុខផ្ទះស្រីវ៉ាន់មានភាពអ៊ូអរខុសពីធម្មតាបុរសម្នាក់រូបរាងធាត់ដុសក្បាលពោះក្បាលទំពេកមករកឪពុកម្ដាយស្រីវ៉ាន់នោះគឺសេដ្ឋីគង់ជាអ្នកមានមកពីភូមិជិតខាងហើយផ្ទះកូនស្រីម្នាក់នឹងតូចបន្តិចមែនតែបរិយាកាសល្អណែមែនដើកទៅហៅម្ចាស់ផ្ទះមកប្រាប់គេថាសេដ្ឋីគង់ដ៏សង្ហាមានមាសប្រាក់រាប់តម្លឹងមកសុំចរចារឿងអនាគតហើយខណៈនោះវិជ្ជការនិងនាយតោកំពុងដើរកាត់មុខផ្ទះស្រីវ៉ាន់
ពួកគេក៏ឈប់មើលទៅងឿងឆ្ងល់ណែវិជ្ជការអញមើលនោះក្បាលពោះសេដ្ឋីហ្នឹងស្មានតែគេដាក់អាឡឹកលាក់ក្នុងអាវមកធ្វើអីផ្ទះស្រីវ៉ាន់ហ្នឹងប្រហែលជាយកមាសមកជះលើផ្ទះគេឲ្យមើលទៅតើឯងទៅលួចស្ដាប់បន្តិចមើលបើមានការអីមិនស្រួលប្រាប់យើងភ្លាមណានៅលើផ្ទះឪពុកម្ដាយស្រីវ៉ាន់កំពុងទទួលភ្ញៀវទាំងភ័យស្រីវ៉ាន់និងនាងរំដួលអង្គុយនៅមាត់ទ្វារលួចស្ដាំលោកបងលោកស្រីខ្ញុំមិននិយាយអីច្រើនទេមាសប្រាក់ប៉ុណ្ណេះចាត់ទុកថាជាប្រាក់ខ្ញុំជូនលបងនិងលោកស្រីចាយលេងទៅចុះខ្ញុំចង់បាននាងស្រីវ៉ាន់ទៅធ្វើជាប្រពន្ធអឺទីប្រមាណចេះណោះភ្លេចបាត់ទៅហើយតែសំខាន់គឺខ្ញុំឲ្យនាងដេកលើគំនរមាសប្រាក់បងរំដួលឲ្យខ្ញុំទៅយកតោសេដ្ឋីហ្នឹងអីខ្ញុំសុខចិត្តឲ្យវិជ្ជការឌឺដងពេញមួយជីវិតក៏មិនទៅដេកចិត្តតោសេដ្ឋីដុសក្បាលពោះនឹងដែរអញ្ចឹងឯងត្រូវប្រើល្បិចឲ្យស្រីវ៉ាន់អើយចាំបងជួយស្រីវ៉ាន់ដែលចេញមកក្រៅទាំងធ្វើពុតជាមនុស្សឆ្កួតជាមនុស្សមានបញ្ហាសរសៃប្រសាទកាន់អំបោះរួចច្រៀងរាំរីមុនអាគមសេដ្ឋីគង់លើសំឡេងក៏ចុះមកមើលអូមអាមអូមអាមអូមអាមខ្មោចព្រាយបិសាចអើយថ្ងៃនេះមានសាច់ដុំមកឲ្យយើងស៊ីហើយអីយ៉ាលោកពូក្បាលពោះធំម្នាក់នេះសាច់ប្រហែលជាផ្អែមខ្លាំងណាស់ណអឺអឺអូយស្លាប់ហើយនាងហើយនាងកើតអីហ្នឹងមិនក៏មកហិតក្លិនខ្ញុំដូចជាខ្លាមកកញ្ឆក់សាច់អញ្ចឹងអូយលោកសេដ្ឋីអើយអាណិតបងខ្ញុំផងឲ្យទៅពេលថ្ងៃត្រង់ណាឲ្យទៅពេលថ្ងៃត្រង់អញ្ចឹងវាតែងតែបញ្ចូលរូបខ្មោចតាយាយមកស៊ីសាច់មនុស្សហើយពិសេសគឺមនុស្សធាត់ដោយលោកសេដ្ឋីនឹងឯងនៅក្បែររបងផ្ទះវិជ្ជការឃើញសភាពការមិនល្អក៏ស្ទុះចេញមកឈប់សិនខ្មោចនេះសាហាវខ្លាំងណាស់លោកសេដ្ឋីថយចេញគឺមានតែខ្ញុំទេដែលមានអាគមបង្ក្រាបមេខ្មោចម្នាក់នេះបានវិជ្ជការដឹងល្បិចស្រីវ៉ាន់ក៏ឆ្លៀតឱកាសលេងសើចជាមួយនាងលោកវិជ្ជការលោកឯងមកជួយឬក៏មកបំបាច់ចេញទៅគឺជួយអន្តាចាំមើលខ្ញុំបញ្ជាខ្មោចឲ្យដេញលោកសេដ្ឋីរត់ឲ្យបាស់ជើងម្ដងអូមសទ្ធីស្វាហែកយៈនមៈអឧមេខ្មោចស្រីវ៉ាន់អើយបើចង់ស៊ីសាច់សេដ្ឋីត្រូវស៊ីត្រង់ក្បាលពោះមុនគេទៅអាយុវែងអាយអូយមិនយកទេប្រពន្ធស្អាតតែឈួតអញ្ចឹងនាំរឿងដាក់ខ្លួនហើយមេនដើកតោះរត់សុកចិត្តទៅយកស្រីមេម៉ាយភូមិឯងក៏មិនយកស្រីមេខ្មោចម្នាក់នេះដែរលោកសេដ្ឋីគង់រត់ចេញពីផ្ទះជើងស្ទើរមិនដល់ដីបាត់ស្រមោលក្រោយពេលលោកសេដ្ឋីទៅបាត់ស្រីវ៉ាន់ប្រែមកជាធម្មតាវិញតែនាងខឹងវិជ្ជការដែលឆ្លៀតឱកាសមកក្បែរនាងលោកវិជ្ជការលោកឯងប្រកែកណាស់ណឆ្លៀតឱកាសមកអោបស្មាខ្ញុំកណ្ដាលវាអញ្ចឹងមែនទេហ៎វីយ៉ាហេបើខ្ញុំមិនចេញមកជួយទេនាងច្បាស់ជាខ្លាយជាប្រពន្ធសទ្ធិក្បាលទំពេកក្បាលពោះខ្លាយជាកញ្ចក់ឆ្លោះមុខបាត់ទៅហើយម្យ៉ាងទៀតកាលពីម្សិលមិញក្រែងនាងអោបខ្ញុំមុនដែរតើវិជ្ជការឯងនិយាយត្រូវតែស្រីវ៉ាន់អើយនាងសំដែងដូចមែនតែនពេកហើយអាតោនេះភ័យស្មានតែឯងឈួតមែនតែនតើយីនាយតោឯងកុំចេះដឹងរឿងគេពេកតាវ៉ាន់ចូលក្នុងផ្ទះវិញកុំនៅនិយាយជាមួយពួកកំឡោះអត់អង្គនេះយូរពេកនាំតែមានសត្វល្អិតតិចមាត់ទេមិនអីទេបងរំដួលអត់អង្គតែមានទឹកចិនស្រីវ៉ាន់លើកក្រោយបើមានសថីណាដេញចាប់ទៀតកុំភ្លេចហៅគ្រូមុនអាគមវិជ្ជការមកជួយផងណាសេវាជួយមិនយកប្រាក់ទេយកតែស្នាមញញឹមមួយក៏បានដែរលោកឯងនេះមេឃងងឹតស្លុបភ្លៀងធ្លាក់ជោកជាំពេញមួយយំនៅក្នុងខ្ទមតូចរបស់វិជ្ជការសំឡេងក្អកខេះខេះរបស់ម៉ែសនបន្លឺឡើងមិនដាច់វិជ្ជការអង្គុយបក់ភ្លើងដាំថ្នាំទាំងទឹកភ្នែករលីងរលោងព្រោះម្ដាយរបស់គេមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ
ម៉ែទ្រាំបន្តិចទៅណាថ្នាំចិត្តពុះហើយកូនមិនឲ្យម៉ែកើតអីទេ វិជ្ជការអើយកុំបារម្ភពីម៉ែអីកូនហត់ហើយសម្រាប់ខ្លះទៅ បាទកូនអីទេម៉ែសម្រាកចុះណាព្រលឹមស្រាងភ្លៀងក៏រាំងអាខ្វិតរត់ត្រហេបត្រហប់ទៅរកស្រីវ៉ាន់បងស្រីវ៉ាន់យ៉ាប់ហើយម៉ែរបស់បងវិជ្ជការឈឺធ្ងន់ណាស់ឥឡូវបងវិជ្ជការគ្មានប្រាក់ទិញថ្នាំទេគាត់ដើរខ្ចីបុលគេពេញភូមិមក ចុះពេលនេះកែណៃណាមិនក៏មិនមកប្រាប់យើង នៅតាមផ្លូវក្នុងភូមិវិជ្ជការដើរទាំងអស់សង្ឃឹមជួបយាយម៉ៅដែលកំពុងអង្គុយលក់បន្លែយាយម៉ៅយាយមានប្រាក់ឲ្យខ្ញុំខ្ចីខ្លះទេម៉ែខ្ញុំគាត់ឈឺធ្ងន់ណាស់ខ្ញុំសន្យាថានឹងធ្វើការសងយាយវិញគ្រប់កាក់គ្រប់ផ្សេង អើវិជ្ជការឯងដឹងទេថាចម្ពាក់លុយយាយវាមិនងាយទេអានេះយកទៅមិនបាច់សងយាយវិញទេចាត់ទុកថាជួយម៉ែឯងទៅចុះណាយាយមកអាក្រក់មែនតែមិនមែនមនុស្សចិត្តដាច់ឃើញគេស្លាប់មិនជួយនោះទេ ហើយហត់ដល់កហើយវិជ្ជការគ្នាគ្មានលុយទេតែគ្នាមានមន់មួយក្បាលនេះឯងយកទៅចុះខណៈនោះស្រីវ៉ាន់និងនាងរំដួលក៏ដើរមកដល់ស្រីវ៉ាន់ហុចកញ្ចប់មួយឲ្យវិជ្ជការតែនាងមិនហ៊ានសម្លឹងចំមុខគេទេ ណែលោកនេះជាប្រាក់សន្សំរបស់ខ្ញុំលោកយកទៅទិញថ្នាំឲ្យម៉ែសនរបស់លោកទៅកុំគិតច្រើនអីទុកថាខ្ញុំសងលុយដែលលោកជួយខ្ញុំដេញសេដ្ឋីកាលពីថ្ងៃមុនចុះ អ្នកនាងខ្ញុំអរគុណណាស់ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយយ៉ាងម៉េចនោះទេ អូយឈប់អរគុណទៅវិជ្ជការឆាប់យកទៅទិញថ្នាំទៅប្រយ័ត្នតែម៉ែសនជាវិញណាគាត់ស្ដីឲ្យឯងដែលមកឈរធ្វើភ្នែកស្លេស្លើនៅទីនេះអ្នកភូមិយើងមិនដែលបោះបង់គ្នាទេ បងវិជ្ជការកុំយំអីបើបងយំសម្រស់បងនឹងធ្លាក់ចុះបងស្រីវ៉ាន់លេងស្រឡាញ់បងមិនខានណា ខ្វាត់ឯងនិយាយស្អីហ្នឹងចង់ត្រឹមអំបោះមែនទេហ៎ សូមអរគុណអ្នកទាំងអស់គ្នាណាអរគុណនាងស្រីវ៉ាន់ថ្ងៃក្រោយបើខ្ញុំមានបានខ្ញុំមិនភ្លេចទឹកចិត្តអ្នកទាំងអស់គ្នាទេ អើឲ្យវាមានបានមែនទៅអាចៅអើយតែឥឡូវតោឯងទៅជួយរែកថ្នាំវិជ្ជការទៅកុំឈរធ្វើជានាយរងចាំមើលគេយំបែបនឹងអី បាទយាយតោះវិជ្ជការយើងទៅសង្គ្រោះម៉ែសនតោះយើងឆាប់ទៅពេលរសៀលដ៏ត្រជាក់ក្រោយពេលភ្លៀងរាំងអស់ជាច្រើនថ្ងៃម៉ែសនបានធូរស្រាលពីជំងឺគាត់អាចអង្គុយលេងនៅមុខផ្ទះបានវិជ្ជការកំពុងទៅរៀបអុសនៅក្បែរនោះទាំងទឹកមុខស្រស់បំព្រង វិជ្ជការអើយម៉ែបានធូរច្រើនហើយកុំភ្លេចណាកូនដែលម៉ែរស់បានដល់សពថ្ងៃក៏ដោយសារតែទឹកចិត្តអ្នកភូមិនិងជាពិសេសគឺក្មួយវ៉ាន់នឹងឯងកូនត្រូវតែរកឱកាសសងគុណគេវិញណាកូន បាទម៉ែខ្ញុំដឹងហើយតែម៉ែដឹងទេម្នាក់នឹងទោះយើងទៅសំពះអរគុណដល់មាត់ទ្វារផ្ទះក៏គេនៅតែរកនឹកពាក្យមកជេរខ្ញុំដដែលនឹងខណៈនោះស្រីវ៉ាន់ដើរកាន់នំអាកោដើរកាត់មុខផ្ទះធ្វើពុតជាមិនមើលវិជ្ជការតែភ្នែកលួចមើលម៉ែសន អូថ្ងៃនេះមិនស្លាស់ល្អណាស់ណម៉ែសនអើយខ្ញុំធ្វើនំអាកោនៅសល់ខ្លះក៏យកមកឲ្យម៉ែនឹងណាខ្លាចតែទុកយូរទៅវាផ្អមណាម៉ែ ហេយកនំសល់មកឲ្យម៉ែខ្ញុំមែនទេចុះបើម្ចាស់នំចិត្តល្អម្លឹងមិនក៏មិនយកនំទៅឆ្អិនយកមកឲ្យតែម្ដងទៅមើលទៅប្រហែលជាខ្លាចខ្ញុំសង្ហាជាងនំមែនទេ លោកវិជ្ជការលោកឯងនេះរកនឹកពេលល្អនិយាយមិនចាញ់មែនទេនំនេះទើបតែធ្វើឆ្អិនទេចាខ្ញុំមកគ្រាន់តែចង់និយាយលេងប៉ុណ្ណោះបើមិនចង់ឆៃទេកុំឆៃឲ្យម៉ែសានគាត់ហូបម្នាក់ឯងទៅ វិជ្ជការលោកដៃទៅចាប់ចាននំតែចៃដន្យក៏ប៉ះដៃស្រីវ៉ាន់អូសំទោសដៃអ្នកនាងទុនម្យ៉ាងដែរតាមិនដឹងថាបើបានកាន់ដើរលេងតាមស្រែប្រហែលជាមានសេចក្តីសុខណាស់ណោះ លោកក៏មកនិយាយផ្ដេសផ្ដាស់អ្នកណាឲ្យលោកកាន់ដៃចាំជាតិក្រោយទៅបានហើយណាឈប់ប្រកែកគ្នាទៅកូនឆាប់ហូបនំទៅណា នៅមាត់ស្ទឹង
វិជ្ជការដើរតាមស្រីវ៉ាន់ទៅមាត់ស្ទឹងដើម្បីដងតឹងពេលគ្មានមនុស្សភាពស្ងប់ស្ងាត់ក៏បានកើតឡើងស្រីវ៉ាន់រឿងកាលពីប្រហែលថ្ងៃមុននោះខ្ញុំអរគុណខ្លាំងណាស់បើគ្មាននាងទេខ្ញុំប្រហែលជាបាត់បង់ម៉ែខ្ញុំហើយ លោកមិនចាំបាច់អរគុណខ្ញុំទេខ្ញុំធ្វើព្រោះតែអាណិតម៉ែសនមិនមែនព្រោះតែអាណិតលោកឯងឡើយកុំយល់ច្រឡំអីសោះ អូអញ្ចឹងទេហ៎ខ្ញុំស្មានតែនាងលួចមានចិនមកលើកំឡោះរែកទឹកម្នាក់នេះតើបើអញ្ចឹងមែនខ្ញុំប្រហែលជាត្រូវទៅសុំអាតោរៀបការជាមួយនាងជំនួសខ្ញុំហើយមើលទៅ លោកវិជ្ជការលោកឯងនេះដើរមិនឈប់មែនទេមនុស្សដូចលោកឯងនេះទោះសល់តែម្នាក់ក្នុងលោកក៏ខ្ញុំមិនយកដែរ និយាយហើយនាងក៏ដើររអិលជើងបន្តិចវិជ្ជការក៏ស្ទុះទៅទប់ស្មានាងភ្លាមមាត់ថាស្អំតែបេះដូងមិនក៏លោតញាប់ម្លេះខ្ញុំឮសំឡេងដុកដាក់ពីក្នុងទ្រូងនាងណា អើយលត់ញាប់ព្រោះខាងលោកឯងនឹងហើយឆាប់ថយចេញទៅ បងដួលឯងមើលចុះពួកគេដូចឆ្មានឹងកដុលអញ្ចឹងជួបគ្នាខំគ្នាតែពេលបែកគ្នាប្រហែលចនឹកគ្នាស្លាប់ហើយមើលទៅនោះ អើវិជ្ជការនឹងវាប្រកែកញាស់ណាស់ចំណែកស្រីវ៉ាន់វិញក៏អំនួតបញ្ចាញ់គ្នាដែរចាំមើលចុះបើមិនឲ្យយាយម៉ៅជួយរុញទុកបណ្ដោយទឹកទេពួកគេមិនងាយសារភាពប្រាប់គ្នាឡើយ អញ្ចឹងយប់នេះយើងរៀបចំគម្រោងឲ្យពួកគេជួបគ្នានៅខ្ទមចុងស្រែទៅតែល្អទេបង មានអីល្អនតា ណែស្រីវ៉ាន់បើស្អប់ខ្ញុំខ្លាំងម្លឹងចុះកសែងជូតមុខដែលនាងប៉ាក់ឲ្យខ្ញុំកាលពីខែមុនហ្នឹងស្អីគេទៅវិញចុះកុំប្រាប់តែប៉ាក់សល់ទៀតណា អានោះគឺកន្សែងជូតធលីនតាអីលោកចុះតែជូតមុខធ្វើអីចង្រៃមុខអស់ហើយ យេ ជូតធូលីមិនមែនតែជូតទៅវាមានក្លិនក្អូបដូចម្ចាស់វាអញ្ចឹងអរគុណណាស់ណាតម្រៃទឹកចិត្តល្អ លោកវិជ្ជការឈប់ហៅខ្ញុំចឹងភ្លាម នាងដេញវាយវិជ្ជការពេញមាត់ស្ទឹងឯវិជ្ជការក៏រត់បណ្ដើរសើចបណ្ដើរ រត់ឲ្យលឿនមកណានាងរត់យឺតម៉េះរត់មកដេញមក ក្រោយពីឃើញវិជ្ជការនិងស្រីវ៉ាន់នៅតែមាត់រឹងដាក់គ្នាទោះបីជាក្នុងចិត្តអាណិតនិងស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយនាយតោនិងនាងរំដួលក៏សម្រេចចិត្តសហការគ្នាបង្កើតឆាកល្ខោនមួយយ៉ាងធំគោលបំណងគឺដើម្បីបង្ខំឲ្យអ្នកទាំងពីរនិយាយពាក្យពិតនៅក្នុងចិត្តចេញមកទាំងអស់បងដួលយប់នេះបងឯងត្រូវតែកុហកស្រីវ៉ាន់ថាម៉ែសនគាត់ធ្វើទុកឈឺខ្លាំងនៅខ្ទមចុងស្រែឯខ្ញុំនឹងទៅប្រាប់វិជ្ជការថាស្រីវ៉ាន់ត្រូវពោះចឹកនៅទីនោះដែរ អើផែនការនេះល្អឲ្យពួកគេជួបគ្នាទាំងភ័យស្លន់ស្លោទើបវាភ្លេចឌឺដងដាក់គ្នា យប់នេះពន្លឺព្រះខែរះត្រចះត្រចង់ពាសពេញវាលស្រែវិជ្ជការស្ទុះរត់ទៅខ្ទមចុងស្រែទាំងបេះដូងលោតខុសចង្វាក់ព្រោះបារម្ភពីស្រីវ៉ាន់ចំណែកស្រីវ៉ាន់ក៏រត់មកដល់ក្នុងពេលតែមួយទាំងដង្ហក់ស្រីវ៉ាន់ឯណានាងត្រូវពោះចាក់ត្រង់ណាប្រាប់ខ្ញុំមកកុំឲ្យមានគ្រោះថ្នាក់អី ចុះលោកបងឯណាថាម៉ែសនធ្វើទុកខ្លាំងខ្ញុំបារម្ភពីគាត់ខ្ញុំក៏រត់មកទាំងយប់នឹងណា អ្នកទាំងពីរឈរថ្មឹងសម្លឹងមុខគ្នាភាពស្ងប់ស្ងាត់នៃរាត្រីបានធ្វើឲ្យពួកគេដឹងខ្លួនថាពួកគេត្រូវបានតោនឹងរំដួលបោកបញ្ឆោតហើយប៉ុន្តែភាពភ័យព្រួយអំបញ្ញមិញនេះបានបង្ហាញយ៉ាងច្បាស់ពីទំហំនៃសេចក្តីស្រឡាញ់ស្រីវ៉ាន់ការពិតទៅខ្ញុំភ័យណាស់ពេលឮថានាងមានគ្រោះថ្នាក់បេះដូងខ្ញុំដូចជាត្រូវគេយកកំបិតមកចាក់អញ្ចឹង ខ្ញុំក៏ដូចគ្នាខ្ញុំមិនដែលគិតថាលោកនឹងម៉ែសនជាអ្នកដតីសម្រាប់ខ្ញុំទេ វ៉ាន់អើយខ្ញុំដឹងតែខ្ញុំក្រខ្ញុំគ្មានមាសប្រាក់ដូចសេដ្ឋីទេតែបេះដូងខ្ញុំគឺខ្ញុំមានតែនាងម្នាក់គត់ទោះយើងជួបគ្នាដឹងតែពីឆ្លោះគ្នាតែរាល់ពាក្យឌឺដងគឺជាពាក្យដែលខ្ញុំចង់នៅក្បែរនាងតែនាងព្រមរួមសុខទុក្ខជាមួយកំឡោះខ្វះអង្គម្នាក់នេះទេ
លោកបងវិជ្ជការខ្ញុំមិនដែលត្រូវការមាសប្រាក់របស់សេដ្ឋីណាឡើយខ្ញុំត្រូវការតែមនុស្សដែលស្មោះត្រង់និងតស៊ូដូចជាលោកបងតែប៉ុណ្ណោះ រំពេចនោះស្រាប់តែសំឡេងសើចបន្លឺឡើងពីក្រោយខ្ទមតើនាងរំដួលយាយម៉ៅនិងអាខ្វិនស្ទុះចេញមកព្រមគ្នាអូហូផ្អែមល្ហែមណាស់លោកអើយវិជ្ជការអញប្រកែងយាយសម្បើមណាស់តើ អើនិយាយថាមែនពួកឯងនឹងណាវាដូចដាច់នឹងថ្មិញបើមិនអោយវាទង្គិចគ្នាទេណាវាមិនដឹងថាស្រឡាញ់គ្នាទេបងរំដួលបងឯងខូចណាស់រួមកំណត់ជាមួយនឹងពួកគាត់នឹងដែរមកពីឯងនឹងណាមាត់រឹងដូចដែកបើមិនធ្វើបែបនេះមិនដឹងជាការឌឺដងរកគ្នាដល់ពេលណាទេត្រូវហើយបងដួលតោះយើងផែនការបានសម្រេចហើយឆាប់ទៅដេកទៅពួកគេក៏បំបែកគ្នាអស់ទៅស្រីវ៉ាន់រត់លឿនទៅផ្ទះមុនគេព្រោះតាអៀនខ្លាំងពេកក្រោយពីឆ្លងកាត់ព្យុះភ្លៀងជីវិតនិងការសាកល្បងចិត្តយ៉ាងច្រើនទីបំផុតពពកខ្មៅនៃឧបសគ្គបានរលាយបានអស់សេដ្ឋីគង់ដែលធ្លាប់តែចង់ផ្ចាញ់ផ្ចាលក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទឆបោកអ្នកភូមិផ្សេងទៀតធ្វើឲ្យវិជ្ជការនិងស្រីវ៉ាន់រស់នៅដោយសេចក្តីសុខឪពុកម្ដាយទាំងសងខាងបានយល់ព្រមរៀបមង្គលការឲ្យអ្នកទាំងពីរយ៉ាងសមរម្យតាមប្រពៃណីចប់ដោយបរិបូរណ៍សូមអរគុណ